នេះខ្ញុំមានលំហាត់ limit 2ដែលជារៀងមិនកំណត់0 0អញ្ចឹងយើងមើលការដោះស្រាយលំហាត់2នេះទាំងអស់គ្នាមកអញ្ចឹងខ្ញុំសូមសេប្រធានឡើងវិញសិនអញ្ចឹងយើងមានលំហាត់កយើងមាន limit x ខិតទៅរក3នៃ x ការ៉េដក9នៅលើ x ការ៉េដក 3x អញ្ចឹងដើម្បីដោះស្រាយ limit នេះបានដំបូងបំផុតយើងត្រូវរករៀងវាសិនយើងមើលដោយសារ x ខិតទៅរក3អញ្ចឹងយើងអាចយក3ហ្នឹងជួសចូលកន្លែង x ហ្នឹងមកអញ្ចឹងយើងបាន3ការ៉េដក9នៅលើ3ការ៉េដក3កូនយើងកណនាតមកទៀតមកអញ្ចឹងវាស្មើ3ការ៉េវាត្រូវស្មើនឹង9អញ្ចឹងដក9នៅលើ3ការ៉េនេះដែរហ្នឹងស្មើនឹង9អញ្ចឹងដក3កូននឹង3នេះបាន9អញ្ចឹងយើងបាន9ដក9ស្មើ0នៅលើ9ដក9នេះក៏វាស្មើ0មកអញ្ចឹងដោយសារយើងជំនួស3ចូលដំបូងជំហានទី1ហ្នឹងអញ្ចឹងឃើញថាវាមានរាង0 0អញ្ចឹងបន្ទាប់ពីឃើញរាងវាហើយយើងអាចទៅសេពីមុខប្រធានលំហាត់ហ្នឹងតិចមកដាក់ថារាងមិនកំណត់0 0ឬក៏សេដោយខ្លីថារាង0នៅលើ0តែម្ដងក៏បានដែរមកអញ្ចឹងជំហានបន្ទាប់ពីយើងដឹងថាវារាង0 0ហើយយើងគ្រាន់តែបំលែងភាគយកនិងភាគបែកហ្នឹងជាផលគុណកតាមកឥឡូវយើងមើលអញ្ចឹងវាស្មើទុក limit នឹងដដែលសិនមកព្រោះយើងអត់ទាន់យកតម្លៃ x ហ្នឹងជួសចូលទេអញ្ចឹងយើងបាន x ស្មើសំទោស x ខិតទៅរក3នៃមកអញ្ចឹងយើង x ការ៉េនេះយើងទុកសិនមកដក9នេះយើងអាចសរសេរថាស្មើនឹង3ការ៉េហើយភាគបែកយើងអាចទុកសិនឬក៏ចាប់ x ជាកតាហើយសិនក៏បានដែរអញ្ចឹងយើងបាន x កតាឲ្យ x ដក3តមកទៀតយើងទុក limit សិនមកអញ្ចឹងបាន x ខិតទៅរក3នៃហើយយើងមើលរូបមន្តប្រយោគនេះវាមានរាង a ការ៉េដក3ការ៉េមកអញ្ចឹងបើ a ការ៉េដកនឹង b ការ៉េវាត្រូវស្មើទៅនឹង a ដក b កតា a បូក b មកអញ្ចឹងយើងមើលបើយើងអាចស្មើទៅនឹងអីដែរអញ្ចឹងយើងបានប្រយោគនេះស្មើនឹង x ដក3កតាឲ្យ x បូក3ពាក្យបែកយើងទុកដដែលមកព្រោះវាខ្លាចជាផលគុណកតាតាមអ្វីដែលយើងចង់បានហើយអញ្ចឹងយើងដាក់មកបាន x កតាឲ្យ x ដក3មកឥឡូវយើងបានពាក្យយកជាផលគុណកតាពាក្យបែកក៏ជាផលគុណកតាឥឡូវយើងមើលតើមានកតាអីដែលដូចគ្នាមកឥឡូវយើងមើលអញ្ចឹងកតាដែលដូចគ្នានោះគឺ x ដក3នៅពាក្យបែកហ្នឹងហើយនឹង x ដក3នៅពាក្យយកបន្ទាប់ពីសម្រួលហើយយើងបានស្មើ limit x ខិតទៅរក3នៃយើងទុកអ្វីដែលនៅសល់មកអញ្ចឹងនៅសល់ x បូក3នៅលើ x ចំនួន3ចូលទៅបាន3បូក3នៅលើ3អញ្ចឹងវាស្មើតមក3បូក3យើងបាន6ពាក្យបែក3សម្រួលមកអញ្ចឹង6ចែក3បាន2បាទនេះចម្លើយកយើងបានចម្លើយប៉ុណ្ណឹងមកឥឡូវយើងចូលដល់លំហាត់ខអញ្ចឹងខ្ញុំសូមសេប្រធានឡើងវិញមកអញ្ចឹងលំហាត់ខនេះ limit x ខិតទៅរកដក3នៃ x ការ៉េបូក x ដក6នៅលើ x បូក3
ដោយលំហាត់កដែរមុននឹងយើងធ្វើ limit យើងត្រូវជំនួសវានៅក្រាស់ព្រៀងសិនជំនួសវានៅក្រាស់ព្រៀងសិនហើយយើងមើលតើវារៀង0 លើ 0 ឬក៏អត់បាទឥឡូវយើងជួសមើលទាំងអស់គ្នាទៀតមកអញ្ចឹងយើងយកដក3នេះយកដក3នេះជួសចូលកន្លែង x មកអញ្ចឹងយើងបានដក3ស្វ័យគុណ2បូកទៅនឹងដក3ដក6នៅលើដក3បូក3មកឥឡូវយើងកណនាតមកអញ្ចឹងដក3លើជាការ៉េវាស្មើទៅនឹង9ដក3នេះដកនឹង6វាស្មើទៅនឹងដក9វាបែងវាស្មើ0ព្រោះដក3បូក3វាស្មើ0អញ្ចឹងស្មើតទៀតមកអញ្ចឹងឃើញថា9ដក4ស្មើ0វាបែងវា0អញ្ចឹងគឺថា limit នេះរៀងមិនកំណត់0 លើ 0បន្ទាប់ពីដឹងថាវារៀង0 លើ 0ហើយយើងត្រូវឥឡូវយើងដាក់រៀងពីមុខតិចសិនមកអញ្ចឹងរៀង0 នៅលើ 0អញ្ចឹងយើងបាន limit x ខិតទៅរកដក3នៃថាម៉េចមកអញ្ចឹងដោយសារតែប្រយោគវាជាភូតធាតុ degree ទី2អញ្ចឹងយើងដាក់ជាផលគុណកតាមកតាមរយៈការបែកតួកតាក៏បានឬក៏គុណខ្វែងក៏បានមកឥឡូវយើងមើលថាតើយើងបែកតួកតារបៀបម៉េចអញ្ចឹងដើម្បីបែកតួកតានេះបានឥឡូវយើងមើលយើងមាន x ការ៉េបូក x ដក6អញ្ចឹងដើម្បីបែកតួកតានេះបានយើងត្រូវមើលមេគុណរបស់ x ការ៉េនេះមេគុណរបស់ x ការ៉េនេះវាស្មើ1ហើយយើងមើលតួ c នេះតួ c នេះស្មើដក6អញ្ចឹងយើងគ្រាន់តែយក1គុណនឹងដក6តើវាស្មើប៉ុន្មានអញ្ចឹងយើងគិតថាវាស្មើដក6បន្ទាប់ពីឃើញដក6ហើយយើងត្រូវគិតទៀតថាតើដក6ហ្នឹងវាស្មើលេខ2តួណាគុណគ្នាអញ្ចឹងដក6ហ្នឹងវាអាចស្មើទៅនឹងនេះយើងមានហើយវាអាចស្មើទៅនឹង1គុណនឹងដក6ឬក៏ដក1គុណទៅនឹង6ហើយក៏វាអាចស្មើនឹង3គុណនឹងដក2ឬក៏វាអាចស្មើនឹងដក3គុណនឹង2មកឥឡូវយើងមើលតើក្នុងវាអាចមានតទៀតប៉ុន្តែយើងជ្រើសរើសតើគូណាដែលអាចបូកគ្នាទៅចេញស្មើទៅនឹងនេះមេគុណរបស់ x នេះមេគុណរបស់ x តួកណាហ្នឹងដែលស្មើមួយហ្នឹងអញ្ចឹងយើងមើលបើសិនជា1នេះយកទៅបូកនឹងដក6តើវាស្មើប៉ុន្មានអញ្ចឹង1បូកនឹងដក6នេះវាស្មើនឹងដក5ឥឡូវយើងមើលទៀតតើដក1នេះនិង6នេះបូកបញ្ចូលគ្នាស្មើទៅនឹង1ខាងលើដែលជាមេគុណរបស់ x ហ្នឹងអត់អញ្ចឹងយើងដាក់មកដក1បូកនឹង6យើងឃើញថាស្មើ5ចុះ3ហើយនឹងដក2នេះអញ្ចឹង3បូកនឹងដក2ឃើញថាស្មើ1ចុះដក3ហើយនឹង2នេះដក3បូកទៅនឹង2ឃើញថាស្មើដក1អញ្ចឹងយើងមើលក្នុងចំណោម4គូលេខ4គូដែលបូកបញ្ចូលគ្នាតើគូណាដែលបូកទៅស្មើនឹង1អញ្ចឹងយើងឃើញថានេះគូនេះអញ្ចឹងបើសិនជាគូនឹងបូកបញ្ចូលគ្នាស្មើ1តួកដាលនេះយើងអាចសរសេរថាវាស្មើទៅនឹង3ដក2 x យើងអាចសរសេរបែបនេះបានមកអញ្ចឹង limit របស់យើងនឹងអាចសរសេរតទៀតមកបានថា x ការ៉េបូក3ដក2 x ដក6នៅលើ x បូក3មកអញ្ចឹងសរសេរតទៀតមកយើងបាន limit
x ខិតទៅរកដក3នៃ x ការ៉េយើងអាចគុណ x នេះបញ្ចូលមកអញ្ចឹង x គុណបញ្ចូលក្នុងវងកញ្ចក់នោះមកអញ្ចឹងយើងបានបូក 3x ដក 2x ដក 6ភាពម៉ែយើងរក្សាទុកដដែលមកអញ្ចឹងសល់ x បូក 3ដដែលបន្តមកទៀតយើងព្យាយាមដាក់ប្រយោគហ្នឹងជាផលគុណកតាអញ្ចឹងយើងបាន limit x ខិតទៅរកដក3នៃ x ការ៉េដកបន្តបូក 3x បិទវងចោលមកដក 2x បូក 6នៅលើ x បូក 3មកយើងតទៀតអញ្ចឹងវាស្មើ limit x ខិតទៅរកដក3នៃនេះក្នុងវងកញ្ចក់នេះយើងអាចចាប់ x ជាកតាមកអញ្ចឹងបាន x កតាឲ្យ x បូក 3ដកនឹង2យើងអាចចាប់2ជាកតា2កតា x បូក 3អញ្ចឹងវាបាយយើងទុកដដែលមកបន្តទៀតយើងត្រូវចាប់ x បូក 3ជាផលគុណកតាអញ្ចឹងកន្លែងនេះ limit x ខិតទៅរកដក 3យើងទុកដដែលមកអញ្ចឹងយើងបាន x បូក 3កតាឲ្យ x ដក 2នៅលើ x បូក 3ឥឡូវយើងបានភាគយកបានជាផលគុណកតាភាគបែងក៏បានជាផលគុណកតាដែរគឺវាគុណទៅនឹង1មកអញ្ចឹងយើងឲ្យវាស្មើតទៀតមកអញ្ចឹង limit របស់យើងបានជាផលគុណកតាហើយអញ្ចឹងយើងអាចសម្រួលបានអញ្ចឹងយើងសម្រួល x បូក 3 ចេញទៅអញ្ចឹងអ្វីដែលនៅសល់គឺlimit x ខិតទៅរកដក 3នៃ x ដក 2នៅលើ 1យើងចំនួនវាមកដោយសារតែវាបាត់រៀង0ទៅ0ហើយអញ្ចឹងយើងចំនួន x ស្មើដក 3ចូលកន្លែង x អញ្ចឹងយើងបានដក 3ដក 2នៅលើ 1ស្មើតមកបានដក 5នៅលើ 1ស្មើដក 5បាទអញ្ចឹងនេះគឺជាចម្លើយរបស់ limit ខ